កូនសូមអរគុណលោកពុកសម្រាប់សេចក្តីស្រឡាញ់ដែលលោកពុកបានផ្ដល់ថ្ងៃកំណើតដ៏វិសេសដល់កូនចាប់តាំងពីកូនចាប់កំណើតក្នុងផ្ទៃអ្នកម្ដាយរហូតមកដល់ពេលកូនបានចាប់កំណើតលើផែនដីនេះគឺពុកខិតខំពុះពៀមិនខ្លាចនឿយហត់ចិញ្ចឹមបីបាច់ថ្នាក់ថ្នមរក្សាមិនឲ្យអ្វីមកប៉ះពៀដែលនាំឲ្យកូនជួបគ្រោះថ្នាក់ឡើយក្តីស្រឡាញ់របស់លោកពុកធំធេងណាស់បើទោះជាកូនរៀបរាប់ក៏មិនអស់សូមអរគុណលោកពុករាល់ការតស៊ូលះបង់សម្រាប់កូនទោះជានឿយហត់យ៉ាងណាក៏ពុកមិនដែលរុញរាពុកនៅតែខិតខំធ្វើការងារមិនថាក្តៅរងាហាលខ្យល់ហាលភ្លៀងឲ្យតែបានកម្រៃដើម្បីឲ្យកូនបានរៀនមានសម្លៀកបំពាក់ល្អនិងអាហារគ្រប់គ្រាន់កូនអរគុណពុកសម្រាប់ការលះបង់មួយនេះសម្រាប់កូនជាទីស្រឡាញ់របស់លោកពុកអរគុណសម្រាប់ការពុះពៀរបស់លោកពុកដើម្បីស្វែងរករបស់ល្អឲ្យកូនពុកចង់ឃើញកូនរីករាយនិងមានអ្វីដែលល្អអរគុណសម្រាប់ការអត់ធ្មត់របស់លោកពុកបើទោះជាពេលខ្លះកូនបានរអ៊ូរទាំដាក់ពុកប្រើពាក្យមិនសូវល្អដាក់ពុកបង្ហាញអាកប្បកិរិយាមិនចង់ស្ដាប់បង្គាប់មិនចូលចិត្តការស្ដីប្រដៅក៏ដោយពុកនៅតែមិនប្រកាន់ទោសនៅតែអត់ធ្មត់ខិតខំធ្វើការផ្ដល់អ្វីដែលល្អសម្រាប់កូនទោះបីពុកនឿយហត់មិនមានអ្វីល្អសម្រាប់ខ្លួនយ៉ាងណាក៏ដោយតែពុកនៅតែអត់ទ្រាំព្រោះតែស្រឡាញ់កូននិងចង់ឃើញកូនមានក្តីសុខអរគុណពុកសម្រាប់ការការពារដល់កូនអស់ពីដួងចិត្តរបស់លោកពុកចាប់តាំងពីកូននៅតូចរហូតដល់ធំនឹងក្តីពុកខ្វល់ណាស់ខ្វល់ពីសុខសុវត្ថិភាពរបស់កូនការថែរក្សារបស់លោកពុកពិតជាបានរំលឹកកូនពីសេចក្តីស្រឡាញ់និងបានបង្រៀនកូនឲ្យចេះរឹងមាំមានការប្រុងប្រយ័ត្នជៀសឆ្ងាយពីការមិនល្អដែលសង្គមស្អប់ខ្ពើមតាមរយៈអ្វីដែលលោកពុកបានធ្វើបានបង្ហាញឲ្យកូនដឹងថាបំណងចិត្តរបស់លោកពុកពិតជាចង់ឃើញកូនល្អនិងរីកចម្រើននៅលើផ្លូវនៃព្រះម្ចាស់យេស៊ូវគ្រីស្ទពុកមិនដែលចង់បានអ្វីពីកូនទេគឺគ្រាន់តែចង់ឃើញកូនដើរក្នុងគន្លងនៃក្តីស្រឡាញ់របស់ព្រះជាកូនល្អសម្រាប់គ្រួសារនិងសង្គមជាតិកូនសុំទោសលោកពុកពេលខ្លះកូនមិនបានស្ដាប់បង្គាប់តាមការណែនាំរបស់លោកពុកចិត្តកូនពិតជាមិនចង់ធ្វើឲ្យពុកពិបាកចិត្តទេកូនចង់និយាយទៅកាន់លោកពុកថ្ងៃនេះថាកូនស្រឡាញ់ពុកកូននឹងខិតខំធ្វើជាកូនល្អសិស្សល្អនិងជាពលរដ្ឋល្អដើម្បីលោកពុកអ្នកម្ដាយមានមោទនភាពសូមព្រះអម្ចាស់យេស៊ូវគ្រីស្ទប្រទានពរដល់លោកពុកការអត់ធ្មត់ការប្រដៅតម្រង់និងការការពាររបស់លោកពុកនោះវិសេសណាស់សម្រាប់ជីវិតរបស់កូនសូមគោរពអរគុណដល់លោកឪពុកទាំងអស់ដោយក្តីគោរពស្រឡាញ់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទរីករាយថ្ងៃរំលឹកគុណលោកឪពុកពីកូនទាំងអស់គ្នា